តោះបងប្អូនទាំងអស់គ្នាចឹងយើងមករៀនឆ្លើយនឹងសំណួរគួយ CMK ជាបន្តទៀតចឹងនេះគឺជាការចែករំលែកនៅពីរបៀបក្នុងការប្រឡងក៏ដូចជាវិញ្ញាសានិងសំណួរចម្លើយផងដែរដែលយើងត្រូវតែប្រឡងបាទសម្រាប់បងប្អូនដែលមានបំណងចង់ប្រឡងជាមន្ត្រីរាជការមន្ត្រីកិច្ចសន្យាឬក៏មន្ត្រីកិច្ចព្រមព្រៀងផងដែរបងប្អូនណាចឹងយើងចូលទៅលើ link ដែលគេទម្លាក់ឲ្យយើងរបៀបនេះមកបងប្អូនបាទចឹងយើងរងចាំមួយផ្លែតសិនទៅបាទចឹងនេះគឺជា link ដែលគេទម្លាក់ឲ្យយើងចឹងវីដេអូមុនខ្ញុំបានធ្វើភាគ1ភាគ2រួចហើយបងប្អូនណាចឹងយើងមកចូលដល់ភាគ3ម្ដងថ្ងៃនេះតោះចឹងយើងចូលភាគ3ទាំងអស់គ្នាបាទចឹងចុចលើ link ហ្នឹងមកចឹងនេះគឺជាវិញ្ញាសាដែលយើងត្រូវធ្វើជាមួយគ្នាបាទចឹងវិញ្ញាសានេះគឺទទួលបាន10ពិន្ទុទៀតធម្មតាគឺគេប្រឡងគឺគេមាន100សំណួរនិង100ពិន្ទុបងប្អូនបាទចឹងយើងធ្វើកាត់ខ្លីៗទេធ្វើម្ដង10ម្ដង10បងប្អូនណាដើម្បីក្នុងការចាំបងប្អូនចាំឲ្យបងប្អូនអាចយកសំណួរចម្លើយនេះយកទៅฝึกហាត់រៀនធ្វើនៅផ្ទះឬកត់ត្រានៅចំណុចណាដែលយើងអត់ទាន់ចេះដើម្បីទន្ទិញវាឲ្យចាំដើម្បីងាយស្រួលក្នុងការប្រឡងវប្បធម៌ទូទៅនៅលើថ្ងៃប្រឡងរបស់យើងបាទតោះចឹងយើងអានសំណួរទី21ទាំងអស់គ្នាសួរថាតើប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណាបាទអញ្ចឹងតើប្រទេសកម្ពុជាយើងចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណាដែរអញ្ចឹងមាន14ធ្នូ52 14ធ្នូ55 14ធ្នូ48 14ធ្នូ45អញ្ចឹងខ្ញុំសម្រេចចិត្តយក14ធ្នូ55តែខ្ញុំមិនដឹងថាចម្លើយខ្ញុំនេះត្រឹមត្រូវឬខុសទេបងប្អូនណាបងប្អូនអាចចាំមើលចម្លើយនៅខាងចុងវីដេអូថាតើចម្លើយណាខ្លះដែលត្រឹមត្រូវចម្លើយណាខ្លះដែលខុសបាទតោះចឹងយើងមើលបច្ចុប្បន្នប្រទេសកម្ពុជាយើងមាន24រាជធានីខេត្ត25រាជធានីខេត្ត26រាជធានីខេត្ត27រាជធានីខេត្តអញ្ចឹងខ្ញុំសូមរើសយក25រាជធានីខេត្តបងប្អូនយកមួយណាបងប្អូនគ្រីសលើចំណុចហ្នឹងមួយទៅបងប្អូនណាចាចូលដល់តមុខទៀតថ្ងៃសុក្រត្រូវនឹងសម្លៀកបំពាក់ពណ៌អ្វីបាទពណ៌បៃតងខៀវលឿងស្វាយអញ្ចឹងខ្ញុំយកពណ៌ខៀវបងប្អូនចាំមើលចម្លើយនៅចុងបញ្ចប់វីដេអូតើលេខ1 2 3 4 5ដល់លេខ10ដែលជាសរសេររបៀបនេះតើជាលេខប្រភេទលេខអីបាទលេខបារាំងលេខអារ៉ាប់លេខរ៉ូម៉ាំងឬក៏លេខអង់គ្លេសបាទអញ្ចឹងខ្ញុំសូមយកចម្លើយលេខអារ៉ាប់បងប្អូនចាំមើលចម្លើយខ្ញុំត្រូវឬខុស25តើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍បាទផ្ទៃដីធំជាងគេមានថៃវៀតណាមហ្វីលីពីននិងឥណ្ឌូនេស៊ីអញ្ចឹងខ្ញុំយកប្រទេសឥណ្ឌូនេស៊ីបាទឥណ្ឌូនេស៊ីចូលដល់មួយទៀតតើប្រទេសណាដែលមានប្រជាជនតិចជាងគេនៅតំបន់អាស៊ីអាគ្នេយ៍យើងចាំបងប្អូនមើលប្រធានគេមួយទៅមានប្រទេសសិង្ហបុរីប្រុយណេកម្ពុជានិងឡាវចឹងខ្ញុំសូមរើសយកប្រទេសប្រុយណេបងប្អូនណាចាំមើលចម្លើយខ្ញុំត្រូវឬខុសនៅចុងវីដេអូតើខេត្តណាដែលមានផ្ទៃដីធំជាងគេនៅប្រទេសកម្ពុជាយើងមានកំពង់ធំកំពង់ចាមបាត់ដំបងនិងមណ្ឌលគិរីបាទចឹងចម្លើយដែលត្រឹមត្រូវនោះគឺខ្ញុំសូមយកចម្លើយមណ្ឌលគិរីបាទតោះចឹងយើងចូលដល់លេខ28បាទតើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅលើពិភពលោកបាទនៅលើពិភពលោកប្រទេសណាមានផ្ទៃដីធំជាងគេក្នុងនោះមានចិនរុស្ស៊ីឥណ្ឌានិងកាណាដាអញ្ចឹងខ្ញុំសូមរើសយកប្រទេសរុស្ស៊ីបាទដូចខ្ញុំបានបញ្ជាក់ដល់អញ្ចឹងថាចម្លើយនេះគឺมันប្រកាសថាត្រឹមត្រូវទេអញ្ចឹងយើងមានតែចាំមើលវីដេអូទាំងអស់គ្នាថាចង់បញ្ចប់នេះតើចម្លើយណាខ្លះត្រឹមត្រូវណាខ្លះខុសហើយខ្ញុំធ្វើនេះបានពិន្ទុប្រមាណដែរតើច័ន្ទគតិសន្ទុះតើតាមច័ន្ទគតិមានប៉ុន្មានខែដែរបងប្អូនតាមច័ន្ទគតិខ្មែរយើងមានប៉ុន្មានខែ10 11 12 13បាទអញ្ចឹងខ្ញុំរើសយកចម្លើយលេខ12លេខ10តើផ្ទៃដី1ហិកតាស្មើនឹងប៉ុន្មានគីឡូម៉ែត្រការ៉េមាន100 1000 10000និង100,000បាទអញ្ចឹងខ្ញុំរើសយកលេខ10000បាទ10000អញ្ចឹងនៅពេលបងប្អូនធ្វើឲ្យបងប្អូនកុំទាន់ឲ្យចុច submit ណាបងប្អូនមកពិនិត្យឡើងវិញមួយសិនថាតើយើងប្រឡងនេះយើងគូសគ្រីសទាំង100សំណួរហ្នឹងតើគ្រប់ត្រឹមត្រូវហើយឬនៅបាទដូចខ្ញុំប្រាប់ចឹងគឺយើងប្រឡងមិនទាំងអស់មាន100សំណួរតែនេះគ្រាន់តែជាការធ្វើវីដេអូខ្លីៗទេបងប្អូនម្ដង10ម្ដង10ទេណា
បាទហើយក៏ជាការចែករំលែកនៅចំណេះដឹងក៏ដូចជារបៀបនៃការប្រឡងផងដែរចឹងដល់ពេលយើងគិតជ្រុំជ្រោយអស់ហើយយើងមកចុចពាក្យថា submit បាទ submit ចឹងកាលណាយើងចុច submit គឺយើងលែងអាចកែសំណួរយើងបានហើយបើយើងមិនទាន់ចុចទេយើងអាចកែបានបងប្អូនណាចឹងកាលណាយើងចុចហើយគឺយើងកែលែងបានហើយចឹងខ្ញុំចុច submit ពបតោះចឹងយើងដឹងហើយចឹងកាលណាចុច submit គឺចម្លើយយើងត្រូវបញ្ជូនទៅដល់ដៃគណៈកម្មការគេរៀបចំការប្រឡងហើយអត់មានចេញកន្លែងឲ្យយើងមើលបន្ទុកទេបងប្អូនណាតែនេះគឺជាមេរៀនគឺវិញ្ញាសាដែលគាត់ត្រៀមគាត់ចងក្រងមកត្រៀមយើងគឺយើងមានកន្លែងមើលបន្ទុកបើកន្លែងខុសត្រូវតែពេលយើងប្រឡងគឺអត់មានទេចឹងចង់ដឹងមើលថាតើខ្ញុំឆ្លើយត្រូវបានប្រមាណមើលបន្ទុកទាំងអស់គ្នាបាទចឹងឯណាបន្ទុកយើងបងប្អូនអូអត់ឃើញបង្ហាញបន្ទុកអូខ្ញុំឆ្លើយត្រូវបាន100លើ100បងប្អូនបកកាយមែនតើខ្ញុំ100លើ100បងប្អូនណានេះបន្ទុកចឹងចម្លើយគឺត្រឹមត្រូវហើយខ្ញុំបានឆ្លើយមុនដំបូងនេះគឺជាចម្លើយត្រឹមត្រូវទាំងអស់ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ14ធ្នូ1500 1955បងប្អូនណា1955បច្ចុប្បន្នប្រទេសកម្ពុជាយើងមាន25រាជធានីខេត្តបាទពណ៌ដែលប្រើត្រូវនៅថ្ងៃសុក្រគឺពណ៌ខៀវបងប្អូនចម្លើយខ្ញុំត្រូវទាំងអស់បកកាយមែនតើខ្ញុំបងប្អូនណាបាទលេខ1 2 3 4 5សរសេររបៀបនេះគឺជាលេខអារ៉ាប់បងប្អូនអញ្ចឹងមើលកត់ត្រាទុកចម្លើយតិចតិចទៅហើយប្រទេសដែលមានទឹកដីធំជាងគេនៅអាស៊ីគ្នេយ៍យើងគឺប្រទេសឥណ្ឌូនេស៊ីណាបាទ26ប្រទេសណាដែលមានប្រជាជនតិចជាងគេនៅអាស៊ីអាគ្នេយ៍យើងគឺប្រទេសប្រុយណេបងប្អូនអញ្ចឹងយើងចាំចម្លើយទុកទាំងអស់គ្នាខ្ញុំក៏នឹងចាំទុកដែរខ្ញុំឆ្លើយរបូរវិញគឺខ្ញុំឆ្លើយទាំងបថុយដែរទេណាបងប្អូនតែចាក់អត់នេះគឺវាត្រូវចាក់ខ្សែបណ្ដោយត្រូវបាទអញ្ចឹងខេត្តណាដែលមានផ្ទៃដីធំជាងគេនៅប្រទេសកម្ពុជាយើងគឺយើងយកខេត្តមណ្ឌលគិរីបងប្អូនបាទមួយទៀតតើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅលើពិភពលោកអញ្ចឹងគឺប្រទេសឥណ្ឌូនេសំទោសប្រទេសរុស្ស៊ីបាទមួយទៀតតាមច័ន្ទគតិមានប៉ុន្មានខែអញ្ចឹងយើងយក12ខែបងប្អូននិងចម្លើយចុងក្រោយផ្ទៃដី1ហិកតាស្មើប្រមាណគីឡូម៉ែត្រការ៉េគឺស្មើ10000គីឡូម៉ែត្រការ៉េបាទអញ្ចឹងយកបងប្អូនត្រូវចាំថារាល់ការប្រឡងគឺយើងប្រឡងប្រជែងគ្នាបងប្អូនណាគឺមិនមែនយើងប្រឡងយកជាប់ធ្លាក់ទេបានន័យថាយើងបានបន្ទុកប្រមាណក៏ដោយមិនសំខាន់ទេសំខាន់ឲ្យតែយើងខ្ពស់ជាងគេបងប្អូនខ្ពស់ជាងគេកាលណាយើងជាប់ក៏ដោយតែបើសិនគ្មានគេល្អបន្ទុកគេលើសយើងគឺគេប្រកាសជាជាប់ពុនយើងហើយយើងជាជនទី2ទី3ជាបន្តបន្ទាប់នេះហើយអញ្ចឹងយើងព្យាយាមធ្វើយ៉ាងម៉េចឲ្យបានបន្ទុកខ្ពស់ជាងគេព្រោះយើងប្រឡងការងារគេរើសចំនួនកំណត់អញ្ចឹងថាគេរើសយក100នាក់យើងជាប់ដោយរៀងទី100ហ្នឹងគឺយើងជាប់ហើយបងប្អូនណាតែយើងលើសពី100ហ្នឹងយើង101 102យើងប្រកាសជាទទួលបរាជ័យហើយអញ្ចឹងជូនពរឲ្យបងប្អូនទាំងអស់គ្នាគឺទទួលបានជ័យជំនះក្នុងការប្រឡងបាទក្របខ័ណ្ឌទាំងអស់គ្នាក្របខ័ណ្ឌក៏ដោយការងាររដ្ឋក៏ដោយការងារអឺកិច្ចសន្យាឬកិច្ចព្រមព្រៀងក៏ដោយបងប្អូនណាទទួលបានជោគជ័យទាំងអស់គ្នាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ